ខ្ញុំមកអង្គុយម្នាក់ឯងមើលមេឃល្ងាចដែលស្ងប់ស្ងាត់មានរឿងជាច្រើននៅក្នុងចិត្តតែមិនដឹងចាប់ផ្ដើមពីត្រង់ណានោះជុំវិញនៅតែដើរទៅមុខចំណែកខ្ញុំនៅឈរត្រង់កន្លែងដដែលចង់និយាយប្រាប់អ្នកណាម្នាក់តែមិនដឹងថាត្រូវនិយាយអ្វីគិតអីក៏មិនចេញจากខ្ញុំវាស្ងប់ពេកដូចជាមានអ្វីមួយបាត់ទៅតែមិនដឹងថាបាត់អ្វីគិតអីក៏មិនចេញតែបេះដូងនៅតែធ្ងន់ប្រហែលខ្ញុំគ្រាន់តែហត់ជាមួយរឿងរ៉ាវជាច្រើនក្នុងជីវិតខ្ញុំមិនយំទេតែអារម្មណ៍មិនសូវល្អខ្ញុំមិនបោះបង់ទេតែថ្ងៃនេះចង់សម្រាកបន្តិចពេលខ្លះមនុស្សណាក់មិនត្រូវការរំដោះស្រាយអ្វីទេគ្រាន់តែចង់ឲ្យមានអ្នកណាម្នាក់យល់ពីអារម្មណ៍របស់គេគិតអីក៏មិនចេញមិនអីទេខ្ញុំនឹងរងចាំថ្ងៃដែលពន្លឺថ្មីចូលមកក្នុងចិត្តមកដងទៀតគិតអីក៏មិនចេញតែខ្ញុំនៅតែបាន